ជួយមែនថ្ងៃនេះខ្ញុំនឹងមកធ្វើ presentation អំពី AWS Cloud Practitioner Essential ដែលនៅក្នុង presentation នេះយើងនឹងនិយាយអំពីការប្រើប្រាស់ទៅលើ AWS Cloud អញ្ចឹងកុំឲ្យខាតពេលយូរយើងនឹងចូលទៅមើលនៅក្នុង presentation នេះទាំងអស់គ្នាអញ្ចឹងទៅលើ module 1 Introduction Cloud អញ្ចឹង Cloud Computing ហ្នឹងវាជាការធ្វើ delivery ឲ្យ computing service ដែលក្នុងហ្នឹងវាអាចមានជា server ជា storage ជា database networking software analytics intelligence ហើយនឹងអ្វីផ្សេងជាច្រើនទៀតទៅនៅលើ internet ដោយយើងមិនបាច់ត្រូវការមានឬមួយក៏អាចត្រូវយកទៅ maintenance ទៅលើ physical hardware ឬមួយ software របស់យើងអញ្ចឹងដោយមិនបាច់ថាទិញទេយើងមិនបាច់ទិញឬមួយ install ឬឲ្យវា run អ្វីទាំងអស់នៅក្នុង computer ឬមួយក៏ data center របស់យើងគ្រាន់តែជួលវាហើយប្រើ resource នៅក្នុង cloud provider ហ្នឹងតាមរយៈ pay as you go basic អញ្ចឹង pay as you go basic ហ្នឹងចង់និយាយថាបើសិនជាយើងប្រើប្រាស់ resource ប៉ុណ្ណាយើងត្រូវ pay ប៉ុណ្ណឹងអីចឹងទៅអញ្ចឹងតើតើនឹងចំណុចនេះនិយាយអំពី benefit of cloud computing អញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងកន្លែង pay as you go ហ្នឹងមានន័យថាគ្រាន់តែបើសិនជាយើងប្រើ data usage នៅក្នុងរបស់គេហ្នឹងយើងប្រើប៉ុណ្ណារយៈពេលប៉ុណ្ណាអញ្ចឹងគេនឹងគិតលុយទៅតាមហ្នឹងកន្លែង benefit from massive economy of scale អញ្ចឹងកន្លែងហ្នឹងនិយាយអំពីពាក់ទងអំពីសេដ្ឋកិច្ចមានន័យថាបើសិនជាប្រទេសមួយគាត់មានសេដ្ឋកិច្ចខ្ពស់នៅខាង digital អីចឹងទៅឧទាហរណ៍យើងគាត់ជា start up ដំបូងយើងអត់សូវមានលុយសម្រាប់ maintenance ទៅលើ physical hardware អីទេហើយយើងក៏មិនអាចមានលុយទៅទិញ physical hardware អីផ្សេងដូចជា server ដូចជាអីចឹងអញ្ចឹងយើងមិនបាច់ទេយើងគ្រាន់តែចូលទៅក្នុង AWS service របស់គេហ្នឹងយើងគ្រាន់តែទិញរបស់គេមកប្រើហើយយើងអាហ្នឹងដូចជួលអញ្ចឹងយើងត្រូវការផ្សាយបណ្ណាអីបណ្ណាទៅតាម application របស់យើងដែរបើសិនជា company យើងទូចយើងប្រើទៅអញ្ចឹងទៅបើ company យើងធំយើងប្រើអត់ច្រើនអញ្ចឹងទៅប៉ុន្តែបើសិនជាយើងអត់បានជួលអញ្ចឹងទេដល់កន្លែងនេះខ្ញុំសូមនិយាយចំណុចបន្ទាប់អញ្ចឹងចូលទៅដល់កន្លែង stop guessing capacity កន្លែង stop guessing capacity ហ្នឹងគឺវាតកតងទៅលើនឹងការប្រើ capacity នៅក្នុង AWS ហ្នឹងអញ្ចឹងមានន័យថាយើងមិនបាច់ភ័យថាយើងនឹង run out of storage ទេទាំងទេយើងមិនបាច់ភ័យថាអូ storage យើងនឹងពេញ storage យើងនឹងមានការខ្វះខាតអីចឹងទេអញ្ចឹងគ្រាន់អាស្រ័យទៅតាមថវិកាយើងដែរបើសិនជាយើងចង់បាន capacity ធំច្រើនរហូតដល់ terabit អីចឹងទៅterabyte អញ្ចឹងទៅយើងអាចស្នើសុំទិញក្នុង AWS ហ្នឹងទី4គឺ increase speed and agility កន្លែងហ្នឹងចង់មានន័យថានៅពេលដែលយើង access ចូលទៅក្នុង AWS ហ្នឹងយើងធ្វើការវាលឿនហើយវាមានភាពលឿនហើយ flexible ទៀតអញ្ចឹងទី5គឺ stop spending money running and maintain data center អញ្ចឹងអាហ្នឹងខ្ញុំនិយាយពីខាងលើមិនតែខ្ញុំសូមកាត់តិចហ្នឹងហើយចង់មានន័យថាបើសិនជាក្រុមហ៊ុនធំវិញគ្រាន់តែការ maintenance server ហ្នឹងគឺវាអស់លុយច្រើនបើនិយាយរួមគឺអស់ទៅដល់រាប់រយរាប់ពាន់រាប់លានហ្នឹងចំណុចចុងក្រោយគឺ go global in minute មានន័យថាយើងមិនចាំបាច់ចាំពេលយូរទេយើងគ្រាន់តែចូលទៅក្នុង AWS យើង host ជា web server ទៅឲ្យអតិថិជនយើងអាចចូលទៅក្នុងហ្នឹងសម្រាប់ធ្វើបានហ្នឹងទៅអញ្ចឹងទៅលើ AWS global infrastructure អញ្ចឹងAWS infrastructure វាគឺគេ design មកដើម្បីឲ្យមាន high availability និង fault tolerant អញ្ចឹងដើម្បីឲ្យមានចំណុចពីរហ្នឹងត្រូវបានល្អគេបង្កើត availability zone ជាមួយกับ AZ អញ្ចឹង AZ ហ្នឹងគេ config ជា isolated resource ជា resource មួយដែលនៅជាមួយផ្នែកឆ្ងាយពីគ្នាអញ្ចឹង isolated អញ្ចឹងនៅក្នុង isolated resource ហ្នឹងគេដាក់វាជាមួយនឹង power ផ្សេង independent power networking និង connectivity អញ្ចឹងយើងនឹងយល់កន្លែងហ្នឹងហើយនេះគឺកន្លែងនេះអញ្ចឹងយើងឃើញកន្លែងនេះគេនិយាយអំពី global infrastructure consistent of physical location around the world អញ្ចឹងមានន័យថាម៉េចអញ្ចឹងមានន័យថាវាមានក្នុងនោះវាមាន region មួយអញ្ចឹងទៅជា region ហ្នឹងវាមាន AZ ជាច្រើន AZ ហ្នឹងជា availability zone ដែលមានទី1ទី2ទី3អញ្ចឹងទៅអញ្ចឹងនៅពេលដែលយើង access ចូលទៅក្នុងហ្នឹងទៅយើងអាចប្រើប្រាស់ data ឧទាហរណ៍យើងនៅតំបន់ហ្នឹង
ចឹងយើងអាច access ចូលដើម្បីយើងនៅតំបន់នេះយើងអាច access ចូលតំបន់នេះអញ្ចឹងទៅចឹងទីកន្លែងនេះយើងនឹងនិយាយអំពី AWS Share Responsibility ចឹងកន្លែងហ្នឹងយើងត្រូវ note ទុកតិចថាទាំង user ហើយនិង AWS គឺមាន responsibility ដូចគ្នាមិនមែនដូចគ្នាប៉ុន្តែទាំងពីរហ្នឹងគឺត្រូវទទួលខុសត្រូវបើសិនជាមានរឿងអ្វីមួយកើតឡើងនៅក្នុង AWS របស់យើងចឹង AWS វា responsible ទៅលើ security of the cloud ចំណែក user គឺ responsibility វាគឺទៅលើ security in the cloud ចឹងដើម្បីឲ្យដឹងថា in និង off វាខុសគ្នាមិនយើងមកមើលរូបខាងជាងឃើញថារូបខាងលើនេះកន្លែង customer responsibility កន្លែងហ្នឹងគឺយើងគឺជា in មានន័យថា security in the cloud ចឹង customer ក៏ត្រូវ encrypt data របស់គាត់ដើម្បីកុំឲ្យមានគេចូលចឹងទៅបើសិនជាយើងនិយាយនៅក្នុងផ្ទះមានន័យថាបើសិនជាគេធ្វើទ្វារឲ្យហើយបើសិនជាយើងចេញទៅក្រៅយើងអត់ចាក់ចឹងគេអាចចូលមកលួចឲ្យបានចឹងទៅនៅវាកន្លែងហ្នឹងពេលកន្លែងពន្លឺខាងក្រោមនេះគឺនិយាយពី AWS responsibility កាត់ន័យឲ្យយល់អាហ្នឹងដូចជាអ្នកគេមកសាងសង់ផ្ទះអញ្ចឹងបើសិនជាគាត់គេរៀបចំអស់ហើយគេដាក់ brick ដាក់អីរៀបចំស៊ីម៉ង់បៀកអីអស់ហើយចឹងទៅលើកន្លែងនេះគឺកន្លែង customer ឬមួយក៏ AWS responsibility ចឹងវាតាក់ទងជាមួយនឹងការ size server encryption network traffic application management OS network firewall configuration ចឹងទៅលើ module 2ចឹង module 2គឺនិយាយអំពី compute in cloud ចឹងដើម្បី compute in cloud បានគេមាន popular instance មួយដែលគេហៅថា Amazon EC2 ដែលពាក្យពេញវាគឺ Elastic Compute Cloud វាជា web server មួយដែល AWS ឲ្យ user អាច run data ឬមួយក៏ run ជា virtual server ជា instance នៅក្នុង cloud ចឹង server ហ្នឹងអាច run application ច្រើននិយាយរួមដូចជាការ host website process data ឬមួយក៏ការធ្វើ performance ទៅលើ task ផ្សេងៗដែល physical server យើងអាចធ្វើបានចឹងវាគ្រាន់តែជា virtual ទេវាមិនមែនជា physical ប៉ុន្តែcapacity ability របស់វាគឺវាស្តៀងនឹង physical hardware ដែរចឹងទៅលើ Amazon EC2 ចឹងដើម្បីប្រើប្រាស់ Amazon EC2 យើងត្រូវមើលចំណុចកន្លែងនេះគឺកន្លែង select AMI កន្លែង select AMI ហ្នឹងគឺយើងត្រូវជ្រើសរើស OS ហើយមួយទៀតហ្នឹងគឺ pre-install software តែអាហ្នឹងជា optional ទេបើសិនជាយើងចង់ប្រើប្រាស់ software អីដែលអាច build in ចូលក្នុង OS យើងចឹងនៅក្នុង OS ហ្នឹងមានន័យថា operation system ដូចជា Windows Linux អីចឹងទៅ MacBook Mac OS ចឹងទៅចឹងកន្លែងនេះគឺ choose instant type ហ្នឹងគឺយើងអាច decide ទៅលើ CPU memory network capacity ហើយបញ្ចំណុចបន្ទាប់ហ្នឹងនិយាយអំពី connect to the instance ដោយប្រើ SSH លើ Linux RPD លើ Windows ឬមួយក៏ AWS System Manager ហើយចុងក្រោយគឺ use the instance ចឹងយើងគ្រាន់តែប្រើប្រាស់ instance នឹងមានន័យថាខាងលើយើង set up ហើយយើង set up ទាំង OS set up ទាំង pre-install software ទាំង CPU ទាំង memory ទាំង networking capacity របស់EC2 instance របស់យើងចឹងនៅពេលយើង set up ហើយយើងគ្រាន់តែចូលទៅដល់យើងប្រើប្រាស់ដែលយើងប្រើប្រាស់ហ្នឹងយើងអាចជា run ជា command install software add storage ឬមួយ manage file ផ្សេងៗអញ្ចឹងទៅចឹង instant tool type ចឹងវាមាន5 type ផ្សេងៗគ្នាដែលទី1ហ្នឹងគឺជា general purpose ហ្នឹងគឺវា balance resource ដែល workload ហើយនឹងការ host web server ហើយនឹង code repository ចំណុចទី2គឺ compute optimize កន្លែងហ្នឹងគឺវា compute intensive task ដូចជាការធ្វើ gaming high performance control scientific modeling ហើយទី3ហ្នឹងគឺទៅលើ memory optimize វាធ្វើ intensive task ទៅលើ memory ហើយនឹងទី4គឺតកតងនឹង accelerated computing កន្លែងហ្នឹងគឺតកតងជាមួយនឹង graphic processing data matching ហើយនឹង hardware accelerator ហើយជាចុងក្រោយគឺ storage optimize កន្លែងហ្នឹងគឺ high performance control ទៅលើការ store data ហើយចូលដល់កន្លែងនេះគឺនិយាយអំពី provision AWS resource កន្លែងហ្នឹងគេចង់និយាយអំពីការធ្វើ interaction ជាមួយ service ដោយប្រើប្រាស់ API អញ្ចឹងយើងអាច interaction ដោយរបៀបណាដើម្បីប្រើប្រាស់ cloud ហ្នឹង
ចឹងគេមាន method 3 ទី1គឺជា console ទី2ជា AWS CLI ហើយនិងទី3ជា AWS SDK ចឹង AWS Management Console វាជា web interface ដែលវាអាច manage AWS service ជាមួយនឹង mobile app ឬមួយនឹង monitor resource ផ្សេងៗហើយទៅលើ AWS CLI វាឲ្យយើង manage AWS ជាច្រើន multiple ដោយវាគ្រាន់តែ directly ទៅលើ command line ដូចជាការ Windows macOS Linux ហើយនឹង automate task ទៅលើ script ដូចជាការ launching EC2 អញ្ចឹងទៅហើយទី3ទៅលើ AWS SDK អញ្ចឹងកន្លែងហ្នឹងវា provide API វាផ្ដល់ឲ្យ API ដើម្បីឲ្យ program អញ្ចឹងវាងាយស្រួលក្នុងការ integrate ជាមួយ AWS service ជាមួយនឹង application ផ្សេងៗដូចជា program ដូច C++, Python, Java, JavaScript ផ្សេងៗជាច្រើនទៀតអញ្ចឹងនេះនិយាយអំពីការ launching នៅក្នុង Amazon EC2 Instance អញ្ចឹងទី1យើងកាន់តែ sign in ចូលទៅក្នុង AWS console ដែលយើងអាច search ក្នុង browser បានហើយទី2យើងកាន់ select AMI យើង choose វាថាវាជា Windows ជា Linux ជា macOS ហើយទី3គឺយើង choose instance type ចឹងកន្លែងហ្នឹងគឺយើងរើស CPU ជា memory វាមានអស់លុយច្រើនហើយនឹងមាន free tier របស់វាយើងអាចប្រើប្រាស់បានដែរប៉ុន្តែគិតទៅវាតិចចឹងទៅវាអាច memory មួយ RAM មួយ G អញ្ចឹងទៅទី4គឺ config instance យើងអាច set network យើងអាច set ជា network number of instance public IP ទី5គឺ add storage កន្លែងហ្នឹងគឺនិយាយពាក់ព័ន្ធនឹង EBS យើងអាចប្រើប្រាស់ជា size ជាច្រើនតាម custom របស់យើងទៅទី6គឺ add tag ហ្នឹងឲ្យឈ្មោះ instance របស់យើងថាឧទាហរណ៍ថាខ្ញុំចង់host web server ដើម្បីឲ្យទិញហាងកាហ្វេខ្ញុំកាន់តែដាក់ឈ្មោះហាងកាហ្វេខ្ញុំអញ្ចឹងទៅទី7គឺ configure security group អញ្ចឹងកន្លែងហ្នឹងយើង allow ថាឲ្យវាមាន SSH RDP ឬមួយ HTTP ដែលអាច access បានអញ្ចឹងកន្លែងហ្នឹងវាសំខាន់មានន័យថាបើសិនជាយើង search អ្វីមួយអញ្ចឹងបើសិនជាអត់មាន HTTP ទេអ៊ីនធឺណិតវាអត់ដឹងថា provide information ឬ provide កន្លែងណាឲ្យយើងទេអញ្ចឹងទី8 launch key មានន័យយើងអាច download ជា .pdm file ហើយ XFS ហើយនឹងចុងក្រោយគឺ access ទៅលើ instance ដែលក្នុងនោះវាមាន SSH ជា Linux ឬមួយក៏ RDP ជា Windows អញ្ចឹងតកតងជាមួយនឹង pricing អញ្ចឹងវាមាន6ការធ្វើវាមាន6 instance ធ្វើ pricing អញ្ចឹងទៅនៅកន្លែងហ្នឹងវាមានការ on demand អញ្ចឹង on demand ហ្នឹងមានន័យថា pay by the hour or second no long term commitment មានន័យថាយើងប្រើប្រាស់រយៈពេលកន្លះម៉ោង1ម៉ោងឬមួយក៏5 10នាទីតិចជាងហ្នឹងក៏បានដែរដោយវាអត់ត្រូវការគេហៅ long term commitment ទេអញ្ចឹងទី2គឺ saving plan ហ្នឹងមានន័យថាយើង save យើង commit ពី1 to 3 year កន្លែងហ្នឹងវាផ្ដល់ឲ្យអញ្ចឹងតាម default វាផ្ដល់ពី1ទៅ3ឆ្នាំសម្រាប់ usage ដោយប្រើប្រាស់ low rate អញ្ចឹងវា flexible ទៅលើ instant type ហើយនិង region ទី4ហ្នឹង reserve instant ហ្នឹងយើងអាច reserve capacity ពី1ឆ្នាំទៅ3ឆ្នាំដោយអស់ថោកប៉ុន្តែវាគ្រាន់តែជា standard ឬមួយ convertible type ទេទី4គឺ spot instant អញ្ចឹងវាប្រើប្រាស់ EC2 capacity ដោយវា discount ឲ្យយើងប៉ុន្តែ AWS នឹងអាច reclaim instant ហ្នឹងពេលណាក៏បានដែរមានន័យថាយើងប្រើឧទាហរណ៍យើងប្រើអញ្ចឹងទៅវាផ្ដាច់យកមកហើយទី5គឺ dedicated instant អញ្ចឹងកន្លែងហ្នឹងយើងអាចគឺជាការ run physical hardware ទៅលើតែមួយ customer តែមួយទេអញ្ចឹងទី6គឺ dedicated host អញ្ចឹងស្តៀងនឹងខាងលើដែរប៉ុន្តែនិយាយពាក់ព័ន្ធនឹងការអីគេយើងជា customer ហ្នឹងគឺ full control ទៅលើ instant placement អញ្ចឹងទៅហើយតាក់ទងជាមួយនឹង EC2 scaling អញ្ចឹងការធ្វើ scaling ហ្នឹងវាជា ability មួយដែល system យើងអាច increase load ដោយអាច add more resource ឬមួយក៏អាច scale up យើងអាច scale up ដោយឲ្យ power វាច្រើនទៅលើម៉ាស៊ីនដែលយើងមានឬមួយក៏មួយទៀតយើងអាច scale out ដោយយើងគ្រាន់តែ add ម៉ាស៊ីនអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបញ្យល់បន្តិចកន្លែងខាងលើដូចខ្ញុំនិយាយហ្នឹងដូចកន្លែងនេះគឺថា you can scale up by adding more power to existing machine
ចឹងអានេះឧទាហរណ៍ថាយើងមាន machine learning មួយនៅជា easy to instant ប៉ុន្តែយើងអាច add power ឲ្យវាខ្លាំងជាងមុនចឹងទៅប៉ុន្តែម៉ាស៊ីនយើងនៅមានមួយដែរដល់ពេលកន្លែង scale out ហ្នឹងមានន័យថាcapacity វាមិនដែរដូចអាមួយនេះចឹងប៉ុន្តែក្រោយយើង add ឲ្យវាមានច្រើនថែមឲ្យមានច្រើនចឹងទៅចឹង elasticity ហ្នឹងវាជា ability មួយដែលយើងវាអាច automatically scale ទៅលើ resource ឡើងឬចុះ respond ទៅតាម real time demand ចឹង system យើងវាអាច adjust ទៅលើ resource យើងទៅតាមកលៈទេសៈចឹងនេះគឺការធ្វើ EC2 auto scaling ចឹង EC2 instant យើងវានឹង change តាម application demand របស់យើងហើយចឹងដើម្បី provide availability បានល្អជាងមុនចឹងកន្លែងនេះខ្ញុំសូមបញ្យល់អំពីរូបចឹងឧទាហរណ៍ថា4ជា minimum នេះជាម៉ាស៊ីនអញ្ចឹងទៅ4ជា minimum ប៉ុន្តែ design មានន័យថាយើងត្រូវការវាចង់បានមួយយើងចង់ add ហើយយើងចង់ add ប៉ុណ្ណេះទីទូទៅ EC2 វា provide ឲ្យប៉ុណ្ណេះវាឲ្យតែ4ហ្នឹងទេសម្រាប់4 virtual machine ហ្នឹងទេតែយើងចង់ add ថែម2ទៀតនេះជា design របស់យើង maximum យើងអាចដាក់ច្រើនជាងមុននេះចឹងទៅយើង scale in scale out ទៅតាមហ្នឹងទៅជារួមការដាក់បានច្រើនជាមួយការដកអីគឺវាទៅតាមកលៈទេសៈដែរបើសិនជាក្រុមហ៊ុនយើងប្រើប្រាស់ច្រើនមាន customer ច្រើនចូលមកទៅយើងត្រូវការម៉ាស៊ីនច្រើនដើម្បីចូលទៅ manage request application របស់ customer ចឹងកន្លែងនេះគឺជាចឹងដើម្បីធ្វើការ auto scaling នឹងបានដូចខ្ញុំមកចំណុចនេះវិញចឹងមានន័យថាលុះត្រាតែមាន elasticity បានវាអាច scalability វាបានល្អដើម្បីអាចធ្វើការ adjustment លើ resource យើងតែវាប្រើប្រាស់អីគេចឹងវាប្រើប្រាស់ទៅលើ AWS CloudWatch ចឹង AWS CloudWatch ហ្នឹងគឺវា monitor ទៅលើ service របស់យើងទាំង user ទាំង customer ហើយវានឹង collect data ឲ្យយកទៅឲ្យ elasticity ហើយ elasticity នឹងធ្វើការ scaling ដើម្បីឲ្យវា run តាម application របស់ដែលយើងមានចឹងចូលទៅដល់ traffic ជាមួយនឹង elastic load ចឹង elastic load balancing ឬមួយក៏ EBL វាគឺជាការធ្វើ daily attribute ទៅលើ application ផ្សេងដូចជាការធ្វើ resource ដូចជា EC2 instant ដើម្បី optimize performance និង reliability ចឹងEBL វាមានផលប្រយោជន៍3ទី1នឹង efficient traffic distribution ទី2 automatically scaling ហើយទី3គឺ simplify management កន្លែងហ្នឹងគឺវាយើងនឹងនិយាយអំពី load balancer អញ្ចឹង load balancer ហ្នឹងវាធ្វើការជា single point ដើម្បី contact ទៅលើcontact ពី customer ទៅក្នុង virtual machine របស់យើងទៅចឹងកន្លែងហ្នឹងគេចង់មានន័យថាម៉េចកន្លែងចង់មានន័យថាវាដូចជាអ្នកនាំផ្លូវគេថានាំផ្លូវស្រួលជាងចឹងយើងមើលរូបកន្លែងនេះចឹងយើងឃើញថាដល់វា customer យើងតិចទេចឹងELB វានឹងទទួល application ពី user របស់យើងឧទាហរណ៍ថា user យើងមាន2នាក់ចឹងទៅចឹង application មាន2ចឹងវានឹងចែក application នឹងចូលមកខាងនេះមួយចូលមកខាងនេះមួយចឹងទៅចុះលក្ខខណ្ឌបើសិនជា customer មាន2ចឹងទៅប៉ុន្តែមានផ្សេងទៀតចូលមកដូចនេះដូចមាន7នាក់ចឹងទៅចឹង ABC វានឹងចែក application ហ្នឹងចូលទៅក្នុង virtual machine យើងតាម evenly ចឹងអានេះមួយហើយមួយថែមទៀតចឹងសល់ចឹងមកសល់មិនសល់កន្លែងហ្នឹងមិនចឹងនៅពេលដែលវា run application ចឹងយើងចូលដល់ខាងក្រោមនៅពេលដែលវា run នៅពេលដែលវាបញ្ជូន application ហ្នឹងហើយយើងឃើញថា application នេះត្រូវអស់ហើយគ្រប់អស់ហើយប៉ុន្តែ application នេះនៅសល់ដែលมันអាចទទួល application ទទួល request ពី customer យ៉ាងបានចឹងelastic load balancing ហ្នឹងវានឹងដក virtual machine យើងមួយចេញដើម្បីកុំឲ្យយើងប្រើប្រាស់ច្រើនពេកចឹងតកតងមួយមិញដែរតែលើកនេះយើងនិយាយអំពី messaging និង queuing ចឹងអានេះដើម្បីឲ្យងាយស្រួលនិយាយខ្ញុំឧទាហរណ៍នៅក្នុងហាងកាហ្វេដល់ទៅឧទាហរណ៍ថាយើងមានទិដ្ឋជនក៏ចូលមកទិញអញ្ចឹងទៅយើងជាអ្នក take order យើងគ្រាន់តែសរសេរឈ្មោះ drink ដែល customer យើងចង់បានទេប៉ុន្តែ
barista ហ្នឹងជាអ្នកធ្វើកាហ្វេអញ្ចឹងទៅប៉ុន្តែគាត់មានតែម្នាក់គាត់មានការងារច្រើនអញ្ចឹងគាត់មិនអាចទេអញ្ចឹងនៅពេលយើងអាចបង្កើត system ជា SQS ដើម្បីឲ្យវា store data មួយនៅក្នុង queue អញ្ចឹងទៅដើម្បីទុកសិនថានៅពេលណាដែល barista គាត់មានគិតនឹងតនេតឯគាត់នឹងធ្វើការ message ហ្នឹងគឺវាស្តៀងគ្នាដែរគឺវាបញ្ជូនជា message យើងមើលឃើញហើយអានេះវាជាការ store ទុកជា queue អញ្ចឹងទី3ទៅលើ serverless computing បើយើងនិយាយអំពី serverless computing AWS Lambda គឺវាល្បីជាងគេវា popular ជាងគេវាជាserverless computing service ដែលយើងអាចrun code ទទួលការ response ទៅលើតាម event ដោយមិនបាច់ធ្វើ provision នៅមួយ manage server ទេអញ្ចឹងវា auto manage ទៅលើ underlying infrastructure scale resource ទៅលើ volume របស់ request របស់យើងអញ្ចឹងកាត់ជាខ្លី Lambda គឺវាជា computing service មួយដែលវាជា serverless ដែលប្រើប្រាស់សម្រាប់ run application នៅក្នុងហ្នឹងអញ្ចឹងដោយអានេះអញ្ចឹងកន្លែង run application ហ្នឹងមិនដូចកន្លែងមិញហ្នឹងយើង mention អំពី event អញ្ចឹងយើងនឹង upload code កន្លែងនេះ upload code ចូលទៅក្នុង Lambda អញ្ចឹង code ហ្នឹងការងាររបស់វាគឺវានឹងប្រាប់ Lambda អំពីថាពេលណាដែល code ហ្នឹងនឹងត្រូវប្រើដែលហើយពេលណាហ្នឹងគឺជា event របស់យើងនឹងឯងឧទាហរណ៍ថាគិត run code ថាខ្ញុំចង់ឲ្យ code នេះដើរនៅថ្ងៃទីប្រហែលអីចឹងទៅអញ្ចឹងនៅពេលដែលដល់ថ្ងៃហ្នឹងដល់ event ហ្នឹងវានឹង trigger ភ្លាម trigger ហើយនៅពេលដែល trigger ហ្នឹងការធ្វើឲ្យគេ business របស់ AWS គឺវាគិតតែថ្ងៃគឺវាគិតតែពេលដែលយើងប្រើប្រាស់គិតនៅពេលដែល event ហ្នឹងវាកាត់ឡើងទេអញ្ចឹងយើងអាច run code ចោលនៅក្នុងហ្នឹងអីចឹងទៅនៅក្នុង run code ចោលនៅក្នុង Lambda អីចឹងទៅប៉ុន្តែ AWS វាអត់បានដកលុយពី account យើងទេលុះត្រាតែដងថ្ងៃដែលវាត្រូវកើត event ហ្នឹង trigger event ហ្នឹងបាន AWS ដកលុយតាមហ្នឹងអញ្ចឹងរួចកន្លែងហ្នឹងយើងនឹងនិយាយពី container ម្ដងអញ្ចឹង container ហ្នឹងវាជា packet ដែលក្នុងហ្នឹងវាអាចមានជា code ឬមួយ dependency ផ្សេងអញ្ចឹងវា run isolate ពីបរិស្ថានរបស់ AWS អញ្ចឹងនៅក្នុង AWS server container ហ្នឹងវាមាន4ទី1ហ្នឹង AWS ECR ទី2ហ្នឹង AWS ECS ហើយមួយទៀតហ្នឹង AWS EKS ហើយនឹងចុងក្រោយជា Fargate អញ្ចឹងកន្លែងហ្នឹងខ្ញុំនិយាយ slide បន្ទាប់អញ្ចឹងអាសារនេះបើសិនជាយើងដាក់អក្សរច្រើនពេកគឺមិនយល់ទេអញ្ចឹងខ្ញុំបញ្យល់បណ្ដោយអញ្ចឹងAmazon ECS និង Amazon EKS ហ្នឹងវាជា orchestration របស់ container មានន័យថាវា manage container វាជា service មួយដែលយើងអាច manage container បានអញ្ចឹង ECS ហ្នឹងគឺជា Elastic Control System ហើយដល់ពេល EKS ហ្នឹងជា Elastic Kubernetes System អញ្ចឹងវាខុសគ្នាមិនអាកន្លែង ECS នេះគឺវាជា built-in service មួយដែលមាននៅក្នុង AWS ហ្នឹងប៉ុន្តែ EKS នេះវាជា service របស់ Google ទេប៉ុន្តែ Amazon អាចយកវាមកប្រើប្រាស់បានវារៀង high level ជាង ECS បន្តិចហើយនឹងមានការវា complicate ជាងប៉ុន្តែវា high level អញ្ចឹងតាក់ទងជាមួយនឹងrelationship រវាងorchestration មិញជាមួយនឹង ECR អញ្ចឹងដូចខ្ញុំនិយាយមិញអញ្ចឹងECR ហ្នឹងវា stock ទុក container ប៉ុន្តែ orchestration ដូចជា ECS ហើយនិង EKS ហ្នឹងដើម្បីទាញយក container មកប្រើប្រាស់បានវាត្រូវតែចូលទៅ run នៅក្នុង Amazon ECR ចំណែកឯ Fargate វិញវាជា serverless ប៉ុន្តែយើងអាច run application ដូចគ្នាជាមួយនឹង ECR ដែរប៉ុន្តែគ្រាន់តែវាជា serverless តែប៉ុណ្្នឹងឯងអញ្ចឹង ECR ហ្នឹងវា set ក្នុង EC2 Elastic Control System យើងហើយ Fargate វាជា serverless វាធ្វើការដូចគ្នាតែមួយជា server មួយជា serverless
ចឹងចូលចំណុចបន្ទាប់នេះគឺជា additional computing service ចឹងដែលយើងបានរៀនមិញហ្នឹងគឺឃើញថា service របស់ AWS វាមានច្រើនវាមាន EC2 វាមាន ECS វាមាន EKS មានអីចឹងទៅតែវាមិនមានតែប៉ុណ្្នឹងឯងវាមានអីផ្សេងៗទៀតចឹងនេះគឺជា4ចំណុចដែលយើងត្រូវ take into account ដែរដែលវា popular ដែរតែគាត់ថាសូវប្រើប្រាស់បានច្រើនចឹងចូលដល់ module 4 module 4ហ្នឹងចូលដល់ទៅក្នុង going global ចឹងយើងនឹងនិយាយអំពី region បន្តិចយើងបកទៅយ៉ាងហ្នឹងយើងដូចបកទៅ module 1វិញចឹងយើងត្រូវមាន4ចំណុចដែលយើងត្រូវដឹងដើម្បីជ្រើសរើស region ឲ្យបានល្អចឹងទី1ហ្នឹងគឺ compliance ហ្នឹងគឺជាអ្វីដែលក្រុមហ៊ុនយើងហើយនិង customer យើងត្រូវការមានន័យថាយើងចង់ host application យើងនៅណាយើងត្រូវការ host application យើងនៅណាយើងត្រូវតែ take into account ថាឧទាហរណ៍ថាខ្ញុំនៅអាមេរិកចឹងទៅតែខ្ញុំចង់ឲ្យ customer ខ្ញុំគាត់នៅអូស្ត្រាលីគាត់អាចមើល content ខ្ញុំបានចឹងទៅចឹងខ្ញុំត្រូវតែ access ចូលទៅមើលនៅក្នុងzone នៅក្នុងអូស្ត្រាលីចឹងទៅថាមួយណាជាអាច support feature ដើម្បី customer ខ្ញុំអាចមើលបានទី1 proximity ហ្នឹងវាតាក់ទងជាមួយនឹង Elastic ដែរតាក់ទងនៅក្នុងតើតំបន់យើងហ្នឹងវាអាច access លឿនឬមួយក៏យឺតហើយទី3ជា feature ចឹងនៅក្នុង AZ ផ្សេងៗដូចខ្ញុំនិយាយមិញចឹង availability zone ហ្នឹងវាមាន feature អត់ដូចគ្នាទាំងអស់ទេខ្លះមាននេះខ្លះមាននោះចឹងទៅចឹង feature របស់វាគឺវាផ្សេងគ្នាមិនអាចដូចគ្នាហើយទី4គឺ pricing ហ្នឹងគេនិយាយពីលុយទៀតហើយមានន័យថាដូចនៅកន្លែងប្រទេសខ្លះចឹងដើម្បីទិញ server ទិញអីដើម្បីដាក់ host AWS នៅហ្នឹងយើងត្រូវការទិញ server ហើយដើម្បីចូលហ្នឹងយើងត្រូវការបង់ពន្ធបង់អីទៀតចឹង pricing នៅក្នុង server របស់យើងវាអាចថ្លៃជាងតំបន់នេះឧទាហរណ៍ថាពន្ធខ្មែរហើយនិងពន្ធនៅចិនខុសគ្នាចឹងទៅអាចបើសិនជាយើងទិញអីវ៉ាន់ចូលនៅក្នុងចិនយើងអាចត្រូវបង់ថ្លៃប៉ុន្តែទិញអីវ៉ាន់ចូលមកស្រុកខ្មែរយើងបង់តិចចឹងទៅអញ្ចឹង service នៅក្នុងខ្មែរយើងវាថោកជាងហើយប៉ុន្តែដោយសារតែនៅចិនដោយសារបង់ពន្ធបង់អីច្រើនទៀតអញ្ចឹង service របស់វានឹងថ្លៃជាងមុនដើម្បី meet demand ជាមួយនឹង government របស់គេអញ្ចឹងអានេះយើងនឹងរៀនកាន់តែជ្រៅអំពី AWS Global Infrastructure អញ្ចឹងយើងមើលកន្លែងនេះថានេះជាបណ្ដុំកន្លែងនេះគឺជា AWS region តែនៅក្នុង region ហ្នឹងវាមាន AZ ជាច្រើនទៀតដែលយើងអត់ដឹងអញ្ចឹងវាអាចមាន1 2 3ឬច្រើនជាងហ្នឹងហើយការអាចមានដល់5 6អញ្ចឹងAZ ហ្នឹងគឺជា database កន្លែងស្តុកទុក data នេះជា region ហើយមួយទៀតដែលយើងត្រូវចំណាំគឺជា allocation ហ្នឹងគឺជា content delivery មានន័យថានៅក្នុង region នេះនៅក្នុងប្រទេសនីមួយៗវានឹងមាន allocation ដែរអញ្ចឹងប្រទេសមួយអាចមាន allocation មួយចឹងទៅដើម្បីឲ្យអ្នកក្រុមហ៊ុនដែលនៅប្រទេសឆ្ងាយគាត់អាច access ចូលមកមើល service នៅក្នុងប្រទេសយើងហ្នឹងប្រទេសដែលដាក់ allocation ហ្នឹងដោយមានភាពលឿនចឹងកន្លែងនេះយើងនឹងនិយាយអំពី infrastructure automation ចឹងឧទាហរណ៍ថាខ្ញុំនៅសៀមរាបទេខ្ញុំដាក់ខ្ញុំ A នៅសៀមរាបប៉ុន្តែខ្ញុំចង់ manage database ខ្ញុំនៅកំពតកន្លែងនេះ B ដោយឲ្យវាធ្វើការដូចគ្នាអត់មានន័យថាឲ្យ server យើងហ្នឹងមាន data មានអីដូចគ្នាទាំងអស់អញ្ចឹងដើម្បីអញ្ចឹងបើសិនយើងឃើញថាតំបន់វាឆ្ងាយវាឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយអញ្ចឹងទៅប៉ុន្តែការ management ហ្នឹងបើសិនជាយើងគ្រាន់តែប្រើប្រាស់ធម្មតាវាគឺវា slow មែនតើដោយសារ region ឆ្ងាយគ្នាវាអាចមានការមាន error វាអាចមាន hard product អញ្ចឹងទៅតែដើម្បី solve លើនឹងបានគឺយើងប្រើ AWS CloudFormation ដែល AWS CloudFormation ហ្នឹងវាជារាប់បញ្ចូលជាមួយនឹងជា infrastructure as code ឬមួយ IAC អញ្ចឹងការងាររបស់វាហ្នឹងមិនការងាររបស់វាហ្នឹងវាគ្រាន់តែ compress data ដែលយើងនៅក្នុងដូចនៅកន្លែងនេះអញ្ចឹង data ដែលនៅ A ហ្នឹងវា compress ហើយវាបញ្ជូនទៅក្នុងទៅ location B ដើម្បីឲ្យresizable ងាយស្រួល resizable ពី A ទៅ B ហើយចំណុចបន្ទាប់នេះតាក់ទងជាមួយនឹង networking កន្លែងហ្នឹងយើងនិយាយអំពី Amazon VPC អញ្ចឹង
Amazon VPC ហ្នឹងវាជា virtual private cloud វាជា service មួយដែលឲ្យយើងអាចបង្កើតជា isolate network នៅក្នុង AWS cloud បានអញ្ចឹងវាឲ្យ full control ទៅលើ cloud environment របស់យើងទាំង IP address ទាំង IP address ទាំង subnet ទាំង route table ទាំង security setting អញ្ចឹងយើងអាច run resource ដូចជា EC2 instance RDF database ឬមួយ Lambda នៅក្នុងហ្នឹងបានអញ្ចឹងដូចនិយាយកន្លែងនេះអញ្ចឹងនិយាយពី connectivity resource ទៅក្នុង internet gateway អញ្ចឹងដើម្បីឲ្យអញ្ចឹងកន្លែងនេះយើងនឹងនិយាយអំពីឲ្យគេដើម្បីឲ្យ client នេះគាត់អាច access ចូលទៅក្នុង Amazon VPC អញ្ចឹងដើម្បីឲ្យ client យើងដែលគាត់ភ្ជាប់ជាមួយ internet ភ្ជាប់ជាមួយនឹង Amazon VPC បានយើងត្រូវការមាន internet gateway អញ្ចឹងជួបដល់កន្លែងនេះគឺនិយាយអំពីគេ របៀប connect ផ្សេងជាមួយនឹង AWS Cloud អញ្ចឹងនៅក្នុងការ connect ពី client ចូលទៅក្នុង VPC យើងវាមិនត្រឹមតែមានតែមួយ method ទេ internet gateway ទេអញ្ចឹងយើងមានជាច្រើនទៀតដូចជា AWS Client VPN AWS Site to Site VPN AWS Private Link ហើយនិង AWS Direct Connect អញ្ចឹងអានេះគឺយើងនេះក៏គ្រាន់តែជា table ដែលយើងអាចយើងបញ្យល់មិញដែលជាការងាររបស់ connectivity នីមួយៗអញ្ចឹងយើងចូលមកដល់ subnet អញ្ចឹង subnet ហ្នឹងវាជា section របស់ VPC ដែលយើងអាចប្រើវាជា group ដាក់វាជា public ឬមួយក៏ private អញ្ចឹង public subnet វានៅក្នុងហ្នឹងវាមាន resource ដែលអាច public អាច access បានដូចជាការចូលទិញសៀវភៅទៅក្នុង website អញ្ចឹងទៅដល់ពេល private subnet វាជា resource មួយដែលអាច acceptable លុះត្រាតែ private network យើងហ្នឹងអាច identify តែ customer ហ្នឹងជានរណាគេឬមួយក៏ជាមួយក្រុមរបស់គាត់អញ្ចឹងទៅអញ្ចឹងដូចកន្លែងនេះគឺជាការ network នៅក្នុង VPC យើងអញ្ចឹងឧទាហរណ៍ថា client គាត់ search ចូលក្នុង internet ចូល browser អញ្ចឹងទៅគាត់ search ជាអក្សរអញ្ចឹងទៅគាត់ចង់រកអីគេអញ្ចឹងឧទាហរណ៍គាត់ search ថាគាត់ចង់ទិញកាហ្វេនៅតំបន់នេះអញ្ចឹងទៅអញ្ចឹង AWS អញ្ចឹងវានឹង connect ចូលជាមួយនឹង internet gateway ហើយវានឹងផ្ញើការ search របស់យើងចូលមកក្នុង public subnet របស់យើងប៉ុន្តែ public មុននឹងចូលដល់ access ចូលទៅដល់ក្នុង web server ហ្នឹងកន្លែងនេះវាមើលសិនថាកន្លែងជា access control list ហ្នឹងថាវា data ហ្នឹងអាចចូលបានអត់អញ្ចឹងនៅក្នុងហ្នឹងជួនកាលវាអាចចូលបានជួនកាលវាអត់អាស្រ័យទៅលើអីអញ្ចឹងអាស្រ័យទៅលើអីយើងនឹងមើលចំណុចបន្ទាប់អញ្ចឹងអាស្រ័យគឺទៅលើ stateless និង stateful អញ្ចឹងយើងនឹងនិយាយអំពី stateless មុន stateless ហ្នឹងមានន័យថាបើសិនជា data ហ្នឹងវាជា condition អ្វីដែល NACL ថាអាចចូលបានអញ្ចឹង data ហ្នឹងវាអាចជា HTTP SSA ជាមួយអីផ្សេងទៅបើសិនជា condition នៅក្នុង NAC ថា HT ក្នុង data ហ្នឹងជា HTTP បានអញ្ចឹងវានឹងឲ្យ access ចូលអញ្ចឹងនៅពេលដែល data ហ្នឹងគាត់ចង់ចេញវិញdata ហ្នឹងគាត់ចង់ចេញវិញ NACL ហ្នឹងវាអត់ត្រូវការ check ម្ដងទៀតទេអញ្ចឹងខ្ញុំនិយាយមួយទៀតមានន័យថាលុះនៅចូលកន្លែង stateless ហ្នឹងបើសិនជា data ចូលគឺវាត្រូវតែ check រហូតហ្មងប៉ុន្តែបើសិនជា data ចេញវាអត់បាន check ម្ដងទៀតទេគឺ data អាចចេញដោយសេរីទី1គេហៅការចូលនេះគេហៅថា inbound data ចូលតើ stateless ហ្នឹងវាធ្វើការងារមិនហើយ outbound ការធ្វើចេញមានន័យថា stateless យើងវានឹងឲ្យចេញជាងមួយទៀតនេះចូលដល់ stateful ហ្នឹងយើងនិយាយអំពី security group អញ្ចឹង security group ហ្នឹងយើងអាច assign permission ថា data ហ្នឹង HTTP អាចចូលបានអញ្ចឹងបើសិនជា data ហ្នឹងអាចធ្លាប់ចូលបានម្ដងហើយ
នៅពេលដែលលើកក្រោយវាចង់ចូលមកម្ដងទៀតគឺវាអត់ត្រូវការ check ម្ដងទៀតទេគឺវាឲ្យចូលហ្មងដោយសារអី stateful គឺវាអត់ភ្លេចដែល data ហ្នឹងជា data អីទេវាចាំ IP របស់ data ហ្នឹងហើយនេះគឺជាការ create VPC ចឹងយើងឃើញថា AWS Cloud យើងវាគ្រប់ដណ្ដប់ទៅដោយ region ហើយនៅក្នុង region វាមាន AZA AZB ចឹងទៅហើយនៅក្នុងviability zone នីមួយៗវាមាន subnet ជាមួយជា public មួយជា private ចឹងទៅ public យើងមានជា easy to instance ហើយ public មានជា database ចឹងទៅដើម្បី connect ឲ្យ user អាច connect ជា internet ចូលមក access ក្នុងបានយើងត្រូវការ internet gateway ចឹងនេះគឺជា architecture របស់វាចឹងនៅក្នុងនេះដែរគឺការធ្វើ global networking ចឹងយើងអាចសេកន្លែងនេះបានថាហេតុអីយើងឆ្ងល់អត់អីបានពេលដែលយើង search អីមួយ search ឧទាហរណ៍ខ្ញុំចង់ search រកហាងកាហ្វេអីចឹងវានឹងចេញ website កាហ្វេអីផ្សេងច្រើនចេញជា Amazon ចេញអីចូលមកក្នុង browser របស់យើងចឹងហេតុអីបានវាចេញមកចឹងនៅពេលដែលយើង search internet វានឹងប្រើប្រាស់ DNS domain name service វានឹងប្រើ DNS ហ្នឹងវា convert word ហ្នឹងទៅជា IP address ហើយវា access ចូលទៅក្នុង server របស់ក្រុមហ៊ុនផ្សេងដែលតាក់ទងជាមួយនឹង coffee វានឹងទាញ IP address ហ្នឹងមកហើយវានឹង show យើងនៅក្នុង browser អញ្ចឹងវាប្រើប្រាស់អីគេអញ្ចឹងនេះគឺជាទូទៅច្រើនគេនឹងប្រើប្រាស់ Amazon Route 53 Route 53អញ្ចឹង Route 53ហ្នឹងវាជា DNS domain name service ដែលវាអាច translate domain name ជាអក្សរដូចជាឧទាហរណ៍ថា www.example.com ឬមួយ www.coffeeshop.com ហើយវា convert អា link ហ្នឹងទៅជា IP address ចូលទៅក្នុង traffic បន្ទាប់មកវានឹង provide IP address ដែលជាអក្សរមកវិញមកឲ្យយើងអាចមើលឃើញថាអូហ្នឹងគឺជាហាងកាហ្វេជាហាងអីចឹងចឹងអានេះតាក់ទងជាមួយនឹង AWS CloudFront ចឹងវាស្តៀងជាមួយនឹង វាស្តៀងជាមួយនឹង Route 53ដែរប៉ុន្តែ CloudFront ហ្នឹងវាជា content delivery ចឹងអាហ្នឹងយើងអាចបកទៅនិយាយវិញទៅលើកន្លែង edge location ចឹង edge location ភាគច្រើនវាប្រើ CloudFront មិនភាគច្រើនទេជាទូទៅគឺគេប្រើ CloudFront ហើយដើម្បីអីវាឲ្យវា deliver content លឿនមែនតើទៅតាម specific តំបន់នេះចឹងទៅឧទាហរណ៍តែខ្ញុំនៅអាមេរិកខ្ញុំចង់ឲ្យអតិថិជនខ្ញុំនៅអូស្ត្រាលីគាត់អាចមើល content មើល meme មើល apply អីមើលបានអញ្ចឹងខ្ញុំគាត់តែទិញមានតែខ្ញុំប្រើប្រាស់ service CloudFront ហ្នឹងហើយខ្ញុំដាក់ចូលទៅក្នុង edge location ដែលមាននៅជិតអូស្ត្រាលីអញ្ចឹងគាត់អាចប្រើប្រាស់គាត់អាចចូលមើល meme ចូលមើលអីនៅក្នុងនោះបានអញ្ចឹងទៅហើយវាលឿនមែនតើហើយវាងាយស្រួលចឹងអានេះយើងនិយាយអំពី global infrastructure ចឹងមិនអាហ្នឹងដូចខ្ញុំនិយាយមិនចឹងតាំងពីដើមមកវាអានេះជា architecture មួយដែរវាជា user ជាយើងជាអ្នក search ចឹងគាត់ search ចឹងទៅគាត់ search ជាអក្សរហើយ Route 53វានឹង translate ចឹងបើសិនជាយើងនៅតំបន់ណាឧទាហរណ៍ edge location ខ្ញុំនៅខ្មែរជាមួយខ្ញុំនៅអូស្ត្រាលីជាមួយខ្ញុំនៅសិង្ហបុរីចឹងទៅចឹងវានឹងចេញservice ដែលនៅក្នុងតំបន់ហ្នឹងវាអត់ឧទាហរណ៍ខ្ញុំនៅខ្មែរវាអត់ចេញ service វាអាមេរិកវាអត់ដែរវាមិនសមខ្ញុំទៅទិញនៅណាបើសិនជាវាចេញ service នៅអាមេរិកចឹងកន្លែងហ្នឹងនៅពេលដែលខ្ញុំ search ជា Starbucks អីចឹងទៅវានឹងចេញវានឹង load ចេញ Starbucks location នៅស្រុកខ្មែរហ្នឹងទៅនៅជិតតំបន់ចឹងទៅនៅក្នុងខេត្តនៅក្នុងក្រុងខ្ញុំអីចឹងទៅតមកដល់ពេលរកឃើញហើយវា Amazon Route ហ្នឹងវានឹងទៅរក Amazon VPC របស់ក្រុមហ៊ុនគេចឹងក្រុមហ៊ុន Starbucks ចឹងទៅដែលក្រុមហ៊ុន Starbucks នេះយើងអាច access ចូលទៅមើលeasy to instance របស់គេដែលគេអាច host ជា server ជាការលក់ drink ជាការអីចឹងទៅអញ្ចឹងកន្លែងនេះខ្ញុំសុំ note បន្តិចឧទាហរណ៍ថានៅក្នុង region ហ្នឹងវាមាន region 1 អញ្ចឹងវាមានavailability zone ឬមួយ AZ ច្រើនអញ្ចឹងនៅពេលដែល AZ មួយមានការខូចខាតឬមួយការអាចគេថា disaster struck អញ្ចឹងវាអត់អីទេ
វាដោយសារតែវាដោយសារតែគេទិញមកគឺវាថាឲ្យវាដាក់ដំណើរការជាមួយគ្នាអញ្ចឹងបើសិនជាមួយខូចវានឹងលើកយើងមកដាក់នេះទៅវានឹងឲ្យ access យើងចូលមកក្នុង availability zone 2អញ្ចឹងទៅដើម្បីកុំឲ្យយើងខាតពេលវេលាអញ្ចឹងទៅហើយគេអានេះគេអាចមានគេអាច fix គេអាច maintenance គ្រប់តាមក្រុមហ៊ុនគេអញ្ចឹងខ្ញុំអស់ត្រឹមប៉ុណ្ណឹងទៅលើ AWS module ខ្ញុំធ្វើបានត្រឹម module 5អរគុណច្រើនសម្រាប់ការស្ដាប់